ក្លឹបរាត្រីបានបង្ហាញថាអ្នកអាចរកលុយបានដោយប្រើប្រាស់អតិថិជនដែលជាប្តីឬប្រពន្ធរបស់អ្នកដទៃ Uber បានបង្ហាញថាអ្នកអាចកសាងទ្រព្យសម្បត្តិបានដោយប្រើរថយន្តរបស់អ្នកដទៃធនាគារបានបង្ហាញថាអ្នកអាចក្លាយជាអ្នកមានដោយប្រើប្រាស់ប្រាក់របស់អ្នកដទៃ Airbnb បានបង្ហាញថាអ្នកអាចរកប្រាក់ចំណេញពីអចលនទ្រព្យរបស់អ្នកដទៃសារនៃគំនិតនេះគឺការរកលុយគឺអំពីការប្រើប្រាស់ធនធានដែលមានស្រាប់មិនមែនអំពីការប្រឹងឲ្យអស់កម្លាំងតែពីខ្លួនឯងនោះទេប្រាក់ដែលអ្នករកបានដោយកម្លាំងពលកម្មរបស់ខ្លួនតែមួយមុខមានដែនកំណត់ប៉ុន្តែនៅពេលអ្នកប្រើប្រាស់ធនធានទំនាក់ទំនងឬឱកាសដែលមាននៅជុំវិញអ្នកនោះអ្នកអាចបង្កើតឱកាសរកប្រាក់បានកាន់តែច្រើនបើគំនិតនេះមិនទាន់ច្បាស់ទេសូមស្ដាប់រឿងមួយរឿងក្មេងលក់ឡាននិងឪពុកអ្នកមានយុវជនម្នាក់ធ្វើជាអ្នកលក់រថយន្តថ្ងៃមួយគាត់លក់ឡានបានជាលើកដំបូងហើយត្រឡប់ទៅផ្ទះទាំងក្តីរំភើបគាត់សួរឪពុកដែលជាអ្នកមានថាតើខ្ញុំគួរយកប្រាក់កម្រៃជើងសាររបស់ខ្ញុំទៅជប់លៀងជាមួយមិត្តរួមការងារទេឪពុកឆ្លើយភ្លាមកុំធ្វើអញ្ចឹងអីផ្ទុយទៅវិញចូលអញ្ជើញអតិថិជនដែលទិញឡានពីកូនទៅញ៉ាំអាហារវិញឪពុកបន្តថាការជប់លៀងជាមួយមិត្តរួមការងារប្រហែលជាមិននាំឲ្យកូនមានឱកាសថ្មីទេប៉ុន្តែការកសាងទំនាក់ទំនងល្អជាមួយអតិថិជនអាចនាំមកនូវឱកាសនាពេលក្រោយកូនប្រុសធ្វើតាមដំបូន្មានមិនដល់មួយខែផងអតិថិជនដដែលបានត្រឡប់មកទិញរថយន្តស្ពណ៌មួយគ្រឿងទៀតលើកនេះយុវជនរកបានកម្រៃជើងសារ$10,000គាត់សួរឪពុកម្ដងទៀតថាតើខ្ញុំគួរអញ្ជើញគាត់ទៅញ៉ាំអាហារម្ដងទៀតទេឪពុករវីក្បាលហើយនិយាយថារៀបចំស្រោមសមុទ្រមួយដាក់សែក$8,000ហើយជូនគាត់កូនប្រុសភ្ញាក់ផ្អើលច្រើនពេកហើយប៉ុន្តែគាត់នៅតែធ្វើតាមឪពុកប៉ុន្មានថ្ងៃក្រោយមកស្ត្រីនោះបានត្រឡប់មកវិញហើយនាំមិត្តភ័ក្តិ2នាក់មកជាមួយមិត្តទាំងពីរបានទិញរថយន្តស្ពណ៌ម្នាក់មួយគ្រឿងយុវជននោះរកបានកម្រៃជើងសារសរុប$20,000ពេលនោះគាត់ទើបយល់ពីមេរៀនរបស់ឪពុកចាប់ពីថ្ងៃនោះមករាល់ពេលស្ត្រីនោះណែនាំអតិថិជនថ្មីគាត់ចែកពាក់កណ្ដាលនៃកម្រៃជើងសារឲ្យនាងហើយរៀបចំអំណោយតូចៗដើម្បីបង្ហាញការដឹងគុណក្នុងរយៈពេលមិនដល់1ឆ្នាំផងក្មេងប្រុសនោះរកបាន$20,000មេរៀននៃអត្ថបទចង់បង្ហាញទ្រព្យសម្បត្តិដែលមានតម្លៃបំផុតក្នុងពិភពលោកមិនមែនជាប្រាក់នោះទេវាគឺជាផ្នត់គំនិតនិងសមត្ថភាពក្នុងការកសាងទំនាក់ទំនងដែលធ្វើឲ្យអ្នកដទៃចង់គាំទ្រនិងណែនាំអ្នកហេតុអ្វីអ្នកមិនមានបណ្ដាញទំនាក់ទំនងធំតាមអត្ថបទនេះគឺព្រោះអ្នកខ្វះភាពក្លាហានអ្នកតែងតែតាក់ទងតែមនុស្សដែលស្ថិតនៅក្នុងកម្រិតដូចអ្នកហើយជៀសវាងមនុស្សដែលមានឥទ្ធិពលឬមានតួនាទីខ្ពស់ព្រោះមិនដឹងថាគួរចូលទៅស្គាល់ពួកគេដោយរបៀបណាមនុស្សដែលមានផ្នត់គំនិតបែបនេះទោះខិតខំប៉ុណ្ណាក៏នៅតែស្ថិតនៅកន្លែងដដែល